នេះជាភាពយន្តកូរ៉េខាងត្បូងមួយដែលត្រូវបាត់កាត់ចេញជាច្រើនដងមុននឹងអាចចេញផ្សាយបានយ៉ាងលំបាកប៉ារ៉ូហ្វេស៊ូម្នាក់ដែលមើលទៅពោពេញដោយកិត្តិយសពេលបើកឡានភ្នែករបស់គាត់មិនដែលផ្លាស់ប្ដូរចេញពីជើងនារីសិស្សសាកលវិទ្យាល័យនោះទេឆ្លងសញ្ញាអគ្គិសនីក្រហមក៏ដូច្នេះការយកចិត្តទុកដាក់របស់គាត់នៅតែស្ថិតលើសិស្សនារីនោះដដែលប្រកាសជាហ៊ានដែរបញ្ហាបែបនេះប្រកាសជាមិនឆ្ងាយទេពាក្យរបស់គាត់ហាក់ដូចជាកំពុងពន្យល់ដល់ក្មេងស្រីពីការផ្ដល់អ្វីមួយចុងក្រោយក្មេងស្រីអាចចូលក្រុមរបាំអូប៉េឬអត់ត្រូវអាស្រ័យលើចិត្តគ្រូបង្រៀនផងដែរនៅពេលនោះប៉ូលីសចរាចរណ៍បានរានមកដល់ហើយបញ្ឈប់ពួកគេភ្លាមហើយប្រាប់ថាគាត់ទើបតែឆ្លងភ្លើងក្រហមត្រូវតែបង្ហាញបានបើកបរដើម្បីចេញពីន័យតាមច្បាប់ប៉ុន្តែបង្រៀនវិទ្យាសាស្ត្រម្នាក់មិនព្រមទទួលស្គាល់ថាបានឆ្លងភ្លើងក្រហមឡើយព្រោះលោកដឹងថាលើផ្លូវនេះមិនមានកាមេរ៉ាសុវត្ថិភាពសោះមិនគិតអ្វីនឹងកើតប៉ូលីសចរាចរណ៍បានបើកទូរស័ព្ទហើយរកវីដេអូមួយចេញនៅលើវីដេអូបានកត់ត្រាច្បាស់លាស់ពីដំណើរការបំពានច្បាប់ចរាចរណ៍របស់គាត់ពេលឃើញភស្តុតាងច្បាស់ប៉ារ៉ូហ្វេស៊ូបានផ្លាស់ប្ដូរមុខរបស់គាត់ភ្លាមហើយបានយកបានបើកបរចេញមកយ៉ាងគោរពក្នុងពេលតែមួយគាត់ក៏ស្នើសុំឲ្យប៉ូលីសចរាចរណ៍ផាកពិន័យស្រាលគ្រាន់បង្ហាញកំហុសតិចដូចជាមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឬបើកលឿនលើសកំណត់ក៏បានដែរមិនដឹងប៉ូលីសចរាចរណ៍ឆ្លើយតបយ៉ាងណាប៉ុន្តែគាត់បន្ថែមកំហុសទាំងពីរនេះលើសម្បត្តិពិន័យរឿងនេះធ្វើឲ្យសាស្ត្រាចារ្យអស់សេចក្តីថ្លៃថ្នូរចំពោះសិស្សស្រីមុខមាត់ទាំងស្រុងពេលប៉ូលីសចរាចរណ៍មកដល់គាត់កាន់តែគិតពីរឿងនេះគាត់កាន់តែខឹងដូច្នេះសាស្ត្រាចារ្យបានចាក់ម៉ាស៊ីនបើកឡានតាមទៅវិញដើម្បីរកមុខមាត់វិញសម្រាប់អ្នកបើកបរនៅពេលនោះប៉ូលីសចរាចរណ៍កំពុងរកសមិទ្ធផលរបស់ខ្លួនគិតថាមានជនរងគ្រោះធំម្នាក់មកទៀតហើយភ្លាមនោះគាត់បានចុចបិទបើកដោយដៃបំលែងភ្លើងសញ្ញាចរាចរណ៍ឲ្យក្លាយជាពណ៌ក្រហមភ្លាមបន្ទាប់មកគាត់យកម៉ាស៊ីនថតចេញដើម្បីថតភស្តុតាងសម្រាប់លទ្ធផលការងារសម្រាប់ឈ្មោះមេឲ្យឡើងខ្ញុំមិនអាចដាក់វាដោយខ្លួនឯងបានទេល្ពៅព្រៃបន្ថែមម្លឹកមាននរណាចង់សាក់លបងម្ដងទៀតទេកាត់ចេញហើយរងចាំឲ្យប៉ូលីសចរាចរណ៍យល់ឬពេលនោះសាស្ត្រាចារ្យឲ្យបានដើរចេញឆ្ងាយសាស្ត្រាចារ្យឲ្យបានបើករថយន្តចូលផ្លូវតូចមួយនៅក្បែរដើម្បីជៀសវាងការប្រតិបត្តិការរបស់ប៉ូលីសចរាចរណ៍ទោះបីជាវិធីនេះបានបោកប៉ូលីសចរាចរណ៍បានសម្រេចក៏ដោយក៏សាស្ត្រាចារ្យឲ្យមិនដឹងថាផ្លូវដែលខ្លួនជ្រើសរើសនេះទេនឹងធ្វើឲ្យគាត់បង់ថ្លៃយ៉ាងដល់ដំណាក់ដល់ដំណើរបន្ទាប់ពីជៀសបានប៉ូលីសសាស្ត្រាចារ្យឲ្យមានអារម្មណ៍ថាខ្លួនឯងឈ្នះយ៉ាងខ្លាំងខ្ញុំមិនបានយកចិត្តទុកដាក់ស្លាកផ្លូវខាងក្រៅសោះទេតែមានពាក្យសរសេរថាហាមចូលវត្តហើយចុងផ្លូវនេះមិនគួរឲ្យជឿថាវិទ្យាភ្នំដាច់ស្រយាលមួយសាស្ត្រាចារ្យឲ្យឃើញទីនេះគ្មាននរណាដូច្នេះបានផ្ដល់យោបល់ឲ្យសម្រាប់បន្តិចមុនត្រឡប់ក្រោយវិញប៉ុន្តែស៊ូយ៉ានដឹងច្បាស់ថាសាស្ត្រាចារ្យនេះមានបំណងអាក្រក់តែខ្លួនឯងចង់ចូលក្រុមអូប៉េត្រូវតែពឹងផ្អែកលើគាត់ពួកគេពីរនាក់បានបាំងភ្លើងចិត្តកន្លែងហើយក៏អាំងដំឡូងសាក់មើលផងដែរនៅពេលនោះស៊ូយៀនបានសួរអំពីរឿងចូលក្រុមអូប៉េលោកបង្រៀននិយាយថាវាសំខាន់ត្រូវពឹងផ្អែកលើការបង្ហាញខ្លួនរបស់គាត់និយាយចប់គាត់ក៏លោកខ្លួនដាក់ដៃលើស្មារបស់ស៊ូយ៉ានពេលឃើញនាងមិនមានអារម្មណ៍ប្រឆាំងទេបង្រៀនក៏បន្តយឺតផ្លាស់ដៃទៅលើចង្កេះស៊ូយ៉ានបន្ទាប់មកគាត់ក៏ចាប់ដៃស៊ូយ៉ានទាំងពីរឡើងវិញហើយនិយាយថាចង់ណែនាំរឿងថាបដោយផ្ទាល់ខ្លួននិយាយចប់ក៏យកមាត់ទៅជិតហើយលាតអណ្ដាតចេញធ្វើឲ្យស៊ូយ៉ានភ័យរហ័សរើសរុញគាត់ចេញហើយបានរត់ចូលទៅក្នុងឡានហើយចាក់សោទ្វារទាំងអស់តតែសាស្ត្រាចារ្យសុំទោសហើយសន្យាថានឹងមិនប៉ះពាល់នាងទៀតទេស៊ូយ៉ានទើបបើកទ្វារឡានខ្ញុំមិនគិតថាសាស្ត្រាចារ្យបានចូលក្នុងឡានហើយបង្ខំឲ្យបោកនោះទេបង្ហាញអាកប្បកិរិយាដូចសត្វរបស់គាត់ម្ដងទៀតនៅពេលស៊ូយ៉ានកំពុងប្រឹងខ្លួនគាត់បានចាប់បានទូរស័ព្ទមួយនាងបានយកវាឡើងភ្លាមគាត់វាចម្បងលើក្បាលជ្រូកសាស្ត្រាចារ្យបន្ទាប់ពីរួចពីសាស្ត្រាចារ្យគាត់បានចេញពីឡានភ្លាមហើយរត់ឡើងភ្នំសាស្ត្រាចារ្យក៏ប្រញាប់ដេញតាមមកដើម្បីហៅឲ្យស៊ូយ៉ានត្រឡប់មកវិញតែស៊ូយ៉ានវិញមិនមានបំណងត្រឡប់មកមើលសោះនៅពេលនេះគាត់គ្រាន់តែចង់ឆ្ងាយពីបរិះខ្លាំងៗនោះឲ្យឆាប់បំផុតសាស្ត្រាចារ្យឲ្យវិញដោយគ្មានជំរឿគាត់ត្រូវតែត្រឡប់ទៅរងចាំក្នុងរថយន្តវិញនៅពេលនោះគាត់ស្រាប់តែមានសម្លេងខាងក្រោយប៉ារ៉ូហ្វេស៊ូគិតថាប្រហែលជាស៊ូយ៉នត្រឡប់មកវិញមិនគិតថាពេលបង្វិលមើលវិញជាបរិះម្នាក់កាន់ឈើពេះបាល់មកវិញហើយស្បែករបស់បរិះនោះមើលទៅក៏មានមាត់ធំនិងធ្មេញលឿងធំមួយផងដែរមើលទៅគាត់មិនមែនជាមនុស្សល្អទេអ្វីដែលគួរឲ្យភ័យជាងនេះទៀតគឺឃើញឈាមនៅតែធ្លាក់ពីឈើពេះបាល់របស់គាត់ប៉ារ៉ូហ្វេស៊ូភ័យខ្លាចហើយបិទបង្អួចឡានយ៉ាងស្ងាត់ភ្លាមគាត់ឃើញបរិះនោះស្រាប់តែយកពីក្នុងកាបូបមកមួយកណ្ដុរបន្ទាប់មកគាត់ក៏យកថ្នាំសម្លាប់កណ្ដុរពីកាបូបមួយទៀតឲ្យកណ្ដុរទទួលទានគ្រប់ពេលដែលគេដាក់កណ្ដុរចុះលើដីដើម្បីបណ្ដេញវារងចាំអស់ថយដើរទូសាស្ត្រាចារ្យឃើញអ្វីទាំងអស់ស្ថិតនៅក្រោមឈុតហិង្សាដ៏សាហាវមិនដឹងធ្វើដូចម្ដេចមិនទុកចិត្តថានឹងមានអ្វីកើតឡើងបរិះនោះដែលលេងអស់ហើយបានបដូរចំណាប់អារម្មណ៍ទៅលើរថយន្តវិញសាស្ត្រាចារ្យឃើញដូច្នេះចាប់ផ្ដើមចាក់សោររថយន្តហើយធ្វើជានឹកដេកសំណាងល្អកញ្ចក់រថយន្តឯកជនបរិះនោះមើលមិនច្បាស់ថាមានអ្វីខាងក្នុងទេពេលនោះបង្រៀនសង្កេតឃើញថាខោជើងខ្លីរបស់ស៊ូយៀននៅលើកៅអីមុខផងដែរដើម្បីជៀសវាងបញ្ហាដែលមិនចាំបាច់គាត់មិនទាន់យកវាដាក់វិញនៅពេលនោះផងដែរស៊ូយៀនដែលរត់ចូលព្រៃក៏ជួបមនុស្សចម្លែក3នាក់ផងដែរមនុស្ស2នាក់យកបរិះវ័យក្មេងដាក់ក្នុងថង់សម្រាមបន្ទាប់មកគឺវាសាហាវមួយជុំបន្ទាប់វាពួកគេចង់សម្លាប់គាត់ក្នុងដីស៊ូយ៉នឃើញស្ថានភាពនេះសូម្បីតែស្រីប្រុសធំក៏មិនហ៊ាននិយាយអ្វីទេពេលនោះមនុស្ស2នាក់នោះក៏ជីកយកក្មេងប្រុសចេញវិញហើយចងគាត់ទៅលើម៉ូតូបន្ទាប់មកក៏បើកម៉ូតូចេញទៅបន្ទាប់ពីស៊ូយ៉នរត់គេចពីពួកគេចុងក្រោយក៏មកដល់ផ្លូវធំដោយចៃដន្យបានជួបបរិះម្នាក់កំពុងជិះម៉ូតូស្គូតធ្វើដំណើរឆ្លងកាត់ស៊ូយ៉នប្រញាប់បញ្ឈប់គាត់ហើយសួរថាតើផ្លូវនេះទៅសេអ៊ូលបានទេប៉ុន្តែបរិះនោះវិញ
បាននិយាយថាផ្លូវទៅសេអ៊ូលនៅឆ្ងាយបន្តិចទៀតតែស៊ូយ៉នប៉ុន្តែគាត់ដូចជាចាប់បានស្មៅជួយជីវិតមួយព្រោះបរិសនោះមើលទៅសុភាពរហ័សរហួនណាស់មិនសូវដូចជាមនុស្សអាក្រក់ទេដូច្នេះស៊ូយ៉នបានឲ្យបរិសនោះជីកង់នាំខ្លួនទៅកន្លែងដែលនាងចង់ទៅក្នុងពេលតែមួយនោះកូនក្រហមនិងបងក្បាលកាត់ក៏បានជីកង់មកដល់ជ្រលងភ្នំនោះដែរជាក់ស្ដែងថាពួកគេជាក្រុមដូចជាធ្មេញលឿងធំពេលពីរនាក់មកដល់ទីនេះដំបូងបំផុតពួកគេបានផ្ដោតលើរថយន្ត Mercedes បង្រៀនឃើញស្ថានគាត់ភ័យហើយបន្តធ្វើជាអ្នកដេកស្លាប់វិញមិនគិតថាបរិសសក់ត្រង់មួកក្រហមនៅតែមើលឃើញគាត់តាមកញ្ចក់ខាងមុខរថយន្តបន្ទាប់ពីអ្នកធំហៅយូរមកលោកបណ្ឌិតនៅតែធ្វើជាអ្នកដេកដូច្នេះពួកគេគិតថាមនុស្សក្នុងឡានប្រកាសជាធ្វើអត្តឃាតហើយបងសក់ខ្លីប្រញាប់យកធ្នូមកបុកបង្អួចដើម្បីជួយមនុស្សតែគុណភាពកញ្ចក់នេះលើសពីការស្រមៃរបស់គាត់ទាំងស្រុងហើយសម្លេងនេះក៏ធ្វើឲ្យលោកបណ្ឌិតមិនអាចបន្តធ្វើជាអ្នកដេកទៀតទេឆ្មាក្រហមតូចនៅភ្នំកំបោរមិនគួរឲ្យជឿថាវាអូសថ្មធំមួយមកទៀតវាឡើងទៅលើដំបូលឡានដើម្បីបំបែកបង្អួចលើសាស្ត្រាចារ្យដែលកំពុងជួយមនុស្សបានបើកម៉ាស៊ីនឡានភ្លាមហើយបោះឆ្មាក្រហមចេញពីឡានគាត់ចង់បើកឡានគេខ្លួនតែគ្មានគំនិតសោះថាកង់ឡានវិញបានជាចាក់ចូលក្នុងខ្សាច់ដោយគ្មានជំរឿសគាត់ត្រូវតែធ្វើដូចជាមានភាពស្ងប់ស្ងាត់ហើយចុះពីយន្តទៅជែកហើយបង្ហាញមុខមាត់ដូចជាមនុស្សដាច់ដោលមិនគិតដល់ថារឿងទាំងនេះពិតជាធ្វើឲ្យបងប្អូនស្លន់ស្លោចិត្តវាអ្នកមួយចំហៀងបំពេញឆ្អឹងអ្នកពេលខ្លីបំបែកឆ្អឹងទឹកនោមតែប៉ុន្តែគ្រាន់តែបំបែកពេលឃើញម្ខាងខ្លាចទៅហើយបង្រៀនក៏ចាប់ផ្ដើមមានទំនុកចិត្តខ្លាំងឡើងគាត់ដើរត្រូវការចាប់បារីមួយដើម្បីបំបត្តិអារម្មណ៍ភ័យរបស់ខ្លួនប៉ុន្តែគាត់បានឃើញធ្មេញនៅក្នុងដៃរបស់បងធំក្បាលកាត់ដោយចៃដន្យវាធ្វើឲ្យគាត់ដៃដែលកំពុងបាំងបារីក៏ចាប់ផ្ដើមញ័រយ៉ាងមិនដឹងខ្លួនហើយឈុតនេះត្រូវបានបងធំក្បាលកាត់មើលឃើញព្រាងគាត់ភ្លាមយល់ឃើញថាមនុស្សនៅមុខគាត់គ្រាន់តែជាក្រពើក្រហមប៉ុណ្ណោះបន្ទាប់មកគាត់ក៏ចាប់គ្រូបង្រៀនដើម្បីបង្រៀនមេរៀនមួយប៉ះពាល់ធំទៅធ្មេញលឿងនេះវាប្រព្រឹត្តការលួចវាយក្បាលសាស្ត្រាចារ្យមួយដងបន្ទាប់ពីបញ្ចប់រឿងពួកគេគិតថាចង់ស្វែងរកអ្វីមានតម្លៃពីលើខ្លួនគាត់មិនគិតថានឹងមានសម្បត្តិផាកពិន័យនិងប្រអប់ម្សៅមួយបងប៉ៅកំពូលគិតថាមិនមានប្រយោជន៍ទេដូច្នេះបានបោះចោលម្សៅនោះមិនគិតថាធ្មេញលឿងវិញទៅយកមកវិញទៀតបន្ទាប់មកគាត់បានដាក់ម្សៅមេទាំងអស់ចេញពីប្រអប់បន្ទាប់ពីធ្វើរួចគាត់បានដាក់ថ្នាំកណ្ដុរពីក្នុងកាបូបចូលទៅក្នុងប្រអប់វិញរបៀបដែលគាត់ថែរក្សាវាបង្ហាញថាគាត់ចូលចិត្តប្រអប់នោះណាស់នៅពេលនោះមនុស្សពីរនាក់ទៀតនៅតែស្វែងរកលុយពីសាស្ត្រាចារ្យដើម្បីមិនឲ្យពួកគេរកឃើញខោអាវក្នុងនៅក្នុងហោប៉ៅសាស្ត្រាចារ្យប្រញាប់យកអត្តសញ្ញាណខ្ញុំបានយកនាមបានបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនចេញមកនៅពេលនេះសូម៉ូតូបានលេចឡើងមកពីចម្ងាយមិនឆ្ងាយពេលមើលឲ្យមកមិនជឿទេគឺគ្រូផ្ទាល់បរិសនោះបានជួយដឹកស៊ូយ៉ានត្រឡប់មកវិញម្ដងទៀតអ្វីដែលចម្លែកជាងនេះទៅទៀតមនុស្ស3នាក់ទៀតនៅតែបង្គោលក្បាលជូនគ្រូជាក់ស្ដែងបរិសស្មោះមិនត្រឹមតែជាមួយពួកគេ10,000លានទេប៉ុន្តែគាត់ក៏ជាអ្នកដឹកនាំរបស់ពួកគេផងដែរពេលស៊ីយោយានស្គាល់បងធំក្បាលត្រង់និងបោនៅលើរថយន្តរបស់ពួកគេគាត់ភ្លាមមានអារម្មណ៍មិនល្អមួយតែបរិសស្មោះវិញថាឲ្យញ៉ាំអាហារមុនសិនបន្ទាប់មកនឹងនាំគាត់ទៅសេអ៊ូលបន្ទាប់ធ្វើរួចគាត់ហៅប្អូនមកជាមួយចង់ជួយគ្រូបង្រៀនរុញឡានចេញតែអកុសលឡានបានជ្រួញជ្រៅពេករុញមិនចេញទេដូច្នេះគ្រូសម្រេចចិត្តទូរស័ព្ទហៅរថយន្តអូសមកជួយគ្រូបង្រៀនខណៈពេលរងចាំរថយន្តអូសពួកគេរំលែកគ្នាហូបសាច់អាំងជាមួយគ្នាទោះបីជាគ្រូបង្រៀននិងស៊ូយ៉េអង្គុយប្រឈមមុខគ្នាតែពួកគេមិនមាននរណាម្នាក់ក៏មិនហ៊ាននិយាយជាមួយគ្នាទេព្រោះរឿងដែលសេចយានបានគេចខ្លួនចេញមិនអាចពន្យល់អ្វីទៅពួកគេបានឡើយដូច្នេះទាំងពីរនាក់ត្រូវធ្វើជាមិនស្គាល់គ្នាពេលនោះបង្រៀនបានស្នើថាបន្ទាប់ពីយករថយន្តចេញបានគាត់អាចយកក្មេងស្រីទៅផងដែរមិនដឹងថាពាក្យនេះឯងបានជួយរុញពួកគេទៅក្នុងជ្រោះអស្ចារ្យបរិសស្មោះសម្រាប់បង្ហាញភាពសុភាពបរិសរបស់ខ្លួនគាត់សួរថាក្មេងស្រីចង់ជិះ Mercedes ទេឬជិះម៉ូតូរបស់ខ្លួនស៊ូយានដឹងច្បាស់ក្នុងចិត្តថាតើអ្វីសំខាន់ជាងបើទោះបីសាស្ត្រាចារ្យឲ្យមានបំណងអាក្រក់ចំពោះខ្លួនក៏ដោយតែយ៉ាងហោចណាស់វាក៏ល្អជាងជួបជាមួយក្រុមបរិសអាក្រក់ទាំងនេះទេដូច្នេះនាងបានធ្វើជាហាក់ដូចជាស្ទាក់ស្ទើរបន្តិចហើយនិយាយថាបាទបរិសមុខចម្លែកនោះត្រូវហើយសិទ្ធទីផ្សារអាស៊ីបើមិនខ្លាចសូមមកអង្គុយស៊ីសាច់គោសុកនៅទីក្រុងឥឡូវនេះយកទៅសិនបានប្រយោជន៍ Helen Kerry រងចាំឲ្យមានឱកាសសិនបិទអស់មិនបានទេគ្មានអ្វីបិទអស់ទេគ្រួសារខ្ញុំលក់ចាអ៊ូខ្វាយឆ្ងាញ់ណាស់ហាក់ដូចជាមិនមែនទេគាត់គិតថាគ្រួសារខ្ញុំលក់ចាអ៊ូខ្វាយនៅពេលបរិយាកាសតានតឹងដល់កម្រិតខ្ពស់បំផុតកាបូបស្បែកនៅលើម៉ូតូបានធ្លាក់ចុះភ្លាមបរិសស្មោះឃើញហេតុការណ៍នេះបន្ទាប់មកគាត់បានបញ្ជាឲ្យប្អូនប្រុសដល់ក្មេងប្រុសនៅក្នុងកាបូបចេញបន្ទាប់មកក៏បញ្ជាឲ្យពួកគេអូសស៊ូយិនចូលទៅក្នុងឡានធ្វើអ្វីដែលពួកគេចង់ធ្វើដឹងហើយបរិសស្មោះស្គាល់ទំនាក់ទំនងពួកគេតាមបានសិស្សស៊ូយិនយូគិតចេញពីទំនាក់ទំនងរបស់ពួកគេហើយការចាប់អារម្មណ៍នេះកាន់តែជ្រៅមនុស្សដូចគ្នានេះធ្វើរឿងនេះបន្ទាប់មកគូស្នេហ៍គ្រូបានបង្ខំប្រូហ្វេស៊ូឲ្យប្រកួតប្រជែងជីវិតនឹងក្មេងប្រុសមនុស្សដែលនៅរស់សល់ចុងក្រោយនោះអាចចេញទៅបានខ្លួនឯងវិញត្រូវដោះខោអាវចោលហើយលោតចូលទន្លេហែលទឹកក្មេងលឿងវិញក៏កំពុងកាន់បង្អួចមើលស្ថានភាពក្នុងឡានទោះបីជាសាស្ត្រាចារ្យឲ្យមានរាងធំជាងក្មេងប្រុសខ្លាំងក៏ដោយក៏មិនអាចប្រកួតនឹងក្មេងប្រុសបានទេពេលនោះក្មេងប្រុសបានឮសំឡេងសុំជំនួយរបស់ស៊ូយ៉នដូច្នេះគេបានរត់មកយ៉ាងលឿន
បានប្រើថ្មដើម្បីបោកធ្វើឲ្យក្មេងលឿងធំដួលចុះបន្ទាប់មកបានលាតជើងមួយទៀតបោកឲ្យគេអស់ស្មារតីបងប្រុសក្បាលត្រង់ឈប់ឡានចុះមកចង់បង្រៀនក្មេងប្រុសម្នាក់តែគ្មានគិតថាក្មេងប្រុសដែលតែងតែត្រូវគេរំលោភមែនទែនទៅហាត់តៃខ្វាន់ដូសម្ងាត់គាត់អាចបោកបងប្រុសក្បាលត្រង់ឲ្យដួលបានយ៉ាងងាយស្រួលពេលនោះសាស្ត្រាចារ្យដែលភ្ញាក់ឡើងវិញតែជ្រើសរើសរត់គេចេញពីទីនោះក្នុងពេលយប់នៅលើរថយន្តស៊ូយៀនចង់ហៅប៉ូលីសប៉ុន្តែគ្មានសញ្ញាសម្រាប់ទូរស័ព្ទទេនៅពេលនេះក្មេងប្រុសខាងក្រៅបានដួលបោកបាញ់កូនក្រុម3នាក់រួចហើយអ្នកគ្រូប្រុសក៏មិនភ័យផងដែរដាក់សម្លៀកបំពាក់ឡើងវិញហើយដើរទៅរកក្មេងប្រុសនោះប្រហែលជាព្រោះសំណើចចាស់ជាច្រើនឆ្នាំបន្ថែមទៀតនឹងបំណងរស់រានបរិសុទ្ធក្មេងនោះបានផ្ទុះថាមពលក្នុងខ្លួនភ្លាមគាត់ប្រើកម្លាំងទាំងអស់របស់ខ្លួនដើម្បីបោកបរិសុទ្ធស្មោះចុះដល់ដីបរិសុទ្ធស្មោះនោះបន្ទាប់មកគាត់បានជីករនធំមួយលើដីហើយបានបាំងមនុស្ស4នាក់ទាំងអស់ដោយទុកតែក្បាលឲ្យចេញបន្ទាប់ពីធ្វើរួចគាត់ទៅយកសាំងពីម៉ូតូវិញហើយស្រុបលើក្បាលពួកគេគាត់មានគម្រោងដុតពួកគេជាមួយភ្លើងដើម្បីបង្ហាញកំហឹងក្នុងចិត្តរបស់ខ្លួនឃើញស្ថានភាពសេចយាងចុះពីឡានរហ័សទាញក្មេងប្រុសបញ្ជាក់ឲ្យមិនបង្កគ្រោះថ្នាក់ជីវិតប៉ុន្តែគាត់មិនដឹងសោះថាក្មេងប្រុសនោះបានជួបអ្វីខ្លះក្នុងចំណោមមានមាន់2គ្រាប់គឺជាមកគូលទ្ធផលមាន់នោះបានឡើងលើខ្សែភ្លើងភ្លាមធ្វើឲ្យអ្នកភ័យថាមិនយប់នេះមិនល្អទេខ្ញុំបានឃើញអ្នកឡើងខ្សែប៉ុន្មានដងប៉ុណ្ណោះប្រហែលជាអ្នកជាសិស្សមិនសូវមានការចង់ធ្វើទេមើលទៅគាត់ក៏មិនស្អាតស្អំដែរសូម្បីតែខ្សែគាត់ក៏មិនបានបន្ថែមទេឥឡូវនេះអ្នកគ្រាន់តែបំពង់ខ្យល់បន្ថែមខ្សែទៅគ្រូបរោះបានវាយភ្លាមធ្វើឲ្យក្មេងប្រុសរងរបួសធ្ងន់ដួលលើដីពេលនោះមនុស្សផ្សេងទៀតក៏ភ្ញាក់ពីសន្លប់ដែរបានភ្ញាក់ឡើងវិញបរោះស្មោះដែលចេញមកក្រៅបានចាប់យកស៊ូយ៉ានដែលកំពុងព្យាយាមរត់គេចចំណែកឯបរោះធ្មេញលឿងដែលមិនសូវឆ្លាតបានវាយក្មេងប្រុសមួយក្បាលយ៉ាងខ្លាំងធ្វើឲ្យក្មេងប្រុសនោះស្ងៀមស្ងាត់ភ្លាមពេលពួកគេដឹងថាបានសម្លាប់មនុស្សពួកគេក៏បានដាក់ស៊ូយ៉ានចូលទៅក្នុងទូខាងក្រោយផងដែរក្រុមបំផ្លាញសាកសពអសរធ្វើជាដូចមិនមានអ្វីកើតឡើងសោះបន្ទាប់មកមនុស្សប៉ុន្មានអ្នកនោះបានជួយគ្នាចេញរថយន្តឡើងវិញពេលនោះសាស្ត្រាចារ្យរត់គេចខ្លួនបានជួបនឹងប៉ូលីសចរាចរណ៍ម្នាក់នៅលើផ្លូវមិនគិតថាប៉ូលីសចរាចរណ៍នោះគឺជាមនុស្សដែលគាត់បានស្អប់ស្ដីប៉ុន្មានព្រឹកមុននោះទេសំណាងល្អគាត់មិនទាន់ទៅមុខទេបានជួយដឹកសាស្ត្រាចារ្យទៅដល់មាត់ទន្លេដើម្បីពិនិត្យស្ថានភាពមិនគិតថាអ្វីទាំងអស់ដែលកើតឡើងនៅទីនេះមុននេះបានបាត់ទៅហើយប៉ូលីសចរាចរណ៍គិតថាសាស្ត្រាចារ្យកំពុងលេងសើចគាត់ហើយភ្លាមនោះបានស្រែកស្អប់សាស្ត្រាចារ្យយ៉ាងខ្លាំងតែពេលនោះស្រាប់តែមានសម្លេងបាញ់កាំភ្លើងមកពីចម្ងាយចំណែកអ្នកបាញ់សម្លេងនោះបានចេញមកពីក្នុងរថយន្តរបស់សាស្ត្រាចារ្យហើយរថយន្តក៏បានបាក់ជ្រុងនៅទីនោះផងដែរប៉ុន្តែអ្នកបាញ់មិនមែនជាក្រុមក្មេងអាក្រក់ទេប៉ុន្តែជាក្មេងប្រុសដែលភ្ញាក់ពីស្ថានភាពសន្លប់ពេលឃើញបរិសុទ្ធស្លូតបូតកាន់ចង្កេះដៃដើមមកស៊ូយ៉ានបានប្រញាប់យកកាំភ្លើងពីដៃក្មេងប្រុសហើយរំលងទៅលើគាត់ប៉ុន្តែត្រឹមពេលស៊ូយ៉ានចាប់ដៃបាញ់នេះសមត្ថកិច្ចចរាចរណ៍មកទាន់ពេលជួយសង្គ្រោះបរិសុទ្ធស្មោះនោះដើមគិតថាការមកដល់របស់នេះសមត្ថកិច្ចចរាចរណ៍គឺជាចុងបញ្ចប់រឿងនេះមិនគិតដល់ថាបរិសុទ្ធក្មេងដែលជិតស្លាប់នោះមិនជាអ្នកប្អូនប្រុសរបស់នេះសមត្ថកិច្ចចរាចរណ៍តែការប្រែប្រួលរឿងមិនត្រឹមតែប៉ុណ្ណោះទេពេលនេះសមត្ថកិច្ចចរាចរណ៍ឃើញស្នាមមួយលើក្នុងបរិសុទ្ធស្មោះនោះពេលនោះខ្ញុំទើបយល់អ្វីទាំងអស់ដឹងហើយថាមូលហេតុដែលបរិសុទ្ធស្មោះធ្វើបាបក្មេងប្រុសនោះគ្រាន់តែព្រោះមុនពេលប៉ូលីសចរាចរណ៍ក្លាយជាប៉ូលីសគាត់ក៏ជាអ្នកអាក្រក់ម្នាក់ដែរហើយមុននេះគាត់ធ្លាប់ប្រើប្រាស់បរិសុទ្ធស្មោះដូចជាបរិសុទ្ធស្មោះកំពុងប្រើប្រាស់លើប្អូនប្រុសរបស់គាត់ឥឡូវនេះដែរព្រោះបន្ទាប់ពីគាត់ក្លាយជាប៉ូលីសគាត់មានអត្តសញ្ញាណពិសេសដូច្នេះបរិសុទ្ធស្មោះអាចធ្វើអ្វីទាំងអស់ដាក់ការសងសឹកលើបងប្រុសរបស់គាត់ប៉ុណ្ណោះប៉ូលីសចរាចរណ៍យល់ទាំងអស់គាត់បានដាក់ឃ្នោះដៃលើបរិសុទ្ធស្មោះបន្ទាប់មកគាត់ក៏ចាប់បរិសុទ្ធស្មោះហើយវាយគាត់យ៉ាងសាហាវពេលនេះដូចជាពួកគាត់ទាំងពីរបានត្រឡប់ទៅកន្លែងចាស់ម្ដងទៀតត្រឡប់ទៅពេលដែលគាត់ធ្លាប់រំលោភនឹងវាយបរិសុទ្ធស្មោះនៅអតីតកាលច្បាប់បន្ទាប់ពីវាយគ្រូស្ទើរតែស្លាប់គាត់ក៏ចាប់ផ្ដើមដោះស្រាយកូនកណ្ដាលបន្តទៀតហើយយកពីក្នុងហោប៉ៅធ្មេញលឿងរកឃើញប្រអប់ថ្នាំពុលកណ្ដុរនិងកណ្ដុរច្រើនក្បាលបន្ទាប់មកគាត់បញ្ជាឲ្យពួកគេបញ្ចូលកណ្ដុរចូលក្នុងមាត់បន្ទាប់បញ្ចេញអារម្មណ៍គាត់យកថ្នាំកម្ចាត់កណ្ដុរច្រឡំជាម្សៅហើយបានបរិភោគវាទៅវិញទៀតបន្ទាប់មកគាត់បានស្ទួយប្អូនប្រុសចេញពីទីនេះបន្ទាប់មក3នាក់តូចទៀតក៏នាំគ្នាចេញទៅជាមួយគ្រូប្រុសផងដែរនៅសល់តែស៊ូយ៉ាននិងសាស្ត្រាចារ្យប៉ុណ្ណោះពួកគេចង់ចាំភាពលោភលន់ម្ដងទៀតនៅពេលនោះផងដែររថយន្តអូសរបស់គ្រូប្រុសក៏មកដល់ហើយការប្រែប្រួលចុងក្រោយនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់មិនគិតថាបរិសុទ្ធស្មោះស្រឡាញ់ពិតជាហើយរថយន្តអូមែនទេក៏មិនគិតថាគាត់ប្រកួតប្រជែងជាមួយសុងស៊ូយ៉ានដែរត្រឡប់ទៅសេអ៊ូលយ៉ាងដែលគេនិយាយថារឿងទាំងអស់មានមូលហេតុផលវិបាកបងប្រុសរបស់ក្មេងប្រុសគឺជាអ្នកបង្កើតរឿងទាំងនេះប៉ុន្តែចុងក្រោយគាត់ក៏ទទួលបានវាសនាដែលគាត់គួរទទួលក្នុងរឿងនេះអ្វីដែលខ្ញុំចូលចិត្តបំផុតគឺពាក្យនិយាយរបស់ក្មេងប្រុសនោះបើមិនជួបទុក្ខលំបាកអ្នកដទៃកុំទៅណែនាំឲ្យគេធ្វើល្អបើអ្នកបានជួបប្រទះទុក្ខលំបាកដូចខ្ញុំមិនប្រកាសថាអ្នកអាចធ្វើល្អដូចខ្ញុំទេមានពេលខ្លះរឿងដែលយើងឃើញដោយភ្នែកផ្ទាល់មិនមែនជារឿងដែលយើងគិតស្រួលនោះទេដូច្នេះ
សូមកុំវិភាគអ្នកណាម្នាក់ដោយមិនគិតទេ